បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទពូរ៉ាអញ្ចឹងថ្ងៃនេះខ្ញុំបាទពូរ៉ាមានជាវីដេអូថ្មីមួយដើម្បីមកធ្វើចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលប្រើនៅធនាគារ KB ប្រសាក់បាទហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការបង់ថ្លៃភ្លើងបាទតាមរយៈ app ធនាគារបាទ app ធនាគារប្រសាក់ Bank បាទហ្នឹងហើយអញ្ចឹងដើម្បីបងប្អូនទៅបងភ្លើងបានអញ្ចឹងបងប្អូនចូលទៅកាន់app ហ្នឹងហើយធនាគារ KB ប្រសាក់ទៅបាទបងប្អូនចូលទៅក្នុង app ទៅបន្ទាប់ពីបងប្អូនចូលទៅក្នុង app ហើយបងប្អូនមើលតង់លើនេះបាទមើលតចំណុចលើគេដាក់ទូទាត់បាទណាគេដាក់ថាទូទាត់អញ្ចឹងបងប្អូនចុចលើពាក្យទូទាត់ហ្នឹងទៅបន្ទាប់ពីបងប្អូនចុចពីទូទាត់ហើយគឺតម្រូវឲ្យបងប្អូនត្រូវវាយលេខកូដសម្ងាត់របស់យើង6ខ្ទង់បាទគេហៅ PIN code ទៀតណាបងប្អូនវាយលេខកូដសម្ងាត់6ខ្ទង់បងប្អូនទៅបាទអញ្ចឹងបន្ទាប់ពីបងប្អូនវាយលេខកូដសម្ងាត់ហើយវានឹងលោតចេញជា tool លើយើងមើលអញ្ចឹងទៅបាទហ្នឹងហើយវាមានតាំងពីកាយប័ត្របងវិក័យប័ត្របង់ថ្លៃសិក្សាវិក័យប័ត្រអគ្គិសនីវិក័យប័ត្រទឹកវិក័យប័ត្រសម្រាមបាទហ្នឹងហើយអញ្ចឹងបងប្អូនហើយអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំប្រាប់បងប្អូនពីរបៀបនៃការបង់ថ្លៃភ្លើងបាទនេះអញ្ចឹងបងប្អូនចូលកន្លែងដួយនេះណាបងប្អូនចូលកន្លែងដួយហ្នឹងទៅនេះកន្លែងដួយណាបាទចូលកន្លែងដួយហ្នឹងទៅហ្នឹងហើយអញ្ចឹងនេះបងប្អូនយកត្រង់លើនេះណាយកត្រង់មើលគេថាអគ្គិសនីកម្ពុជាបាទហ្នឹងហើយបងប្អូនចុចត្រង់ហ្នឹងទៅចូលឲ្យត្រង់អគ្គិសនីកម្ពុជាបាទបន្ទាប់ពីចូលកន្លែងអគ្គិសនីកម្ពុជាហើយបងប្អូនមើលត្រង់លើនេះគេដាក់ជ្រើសរើសគណនីមានន័យថាឲ្យបងប្អូនជ្រើសរើសគណនីដែលយើងចង់បង់ចេញពីគណនីរបស់យើងទៅឲ្យខាងក្រុមហ៊ុនអគ្គិសនីកម្ពុជាអញ្ចឹងណាបាទនឹងឥឡូវខ្ញុំជ្រើសរើស account មកឥឡូវខ្ញុំយកលេខជាលុយរៀលទៅបាទហ្នឹងហើយបាទបន្ទាប់ហើយបងប្អូនមើលត្រង់ចំណុចទី2ណាគេដាក់ customer ហ្នឹងហើយអញ្ចឹងគេមើលឲ្យពុកម៉ែបងប្អូនវាយនៅពាក្យសំទោសវាយនៅ i លេខសម្គាល់មានលេខសម្គាល់អតិថិជនរបស់យើងហ្នឹងណាបាទធម្មតាវិក័យប័ត្រមួយតែងតែមានលេខសម្គាល់របស់យើងហើយនឹងហៅ ID នេះបងប្អូនហ្នឹងហើយយកបងប្អូនបំពេញទៅចំពោះលេខID របស់ខ្ញុំមានន័យថាលេខសម្គាល់របស់ខ្ញុំហ្នឹងគឺ79បាទ79បន្ទាប់ពី79ហើយបងប្អូនណា7គុតបាទ7គុតហើយ31 10គុតបងចុចមក31 10គុតបាទឥឡូវបន្ទាប់ពីយើងបានបំពេញលេខសម្គាល់របស់យើងហើយហ្នឹងហើយបងប្អូនមើលត្រង់នេះគេដាក់ចំនួនទឹកប្រាក់អញ្ចឹងតើចំនួនទឹកប្រាក់បងប្អូនត្រូវបង់នឹងប្រមាណបាទអញ្ចឹងបងប្អូនគ្រាន់តែចុចលើចំនួនទឹកប្រាក់ហ្នឹងទៅបាទគ្រាន់តែចុចទៅគឺវាលោតទឹកលុយឲ្យមកតែម្ដងព្រោះចាំយើងប្រចាំវាយទេគេលោតទឹកលុយឲ្យយើងតែម្ដងអញ្ចឹងយើងថាយើងបង់មួយខែអស់ប្រមាណចំពោះខ្ញុំនេះខ្ញុំខែនេះខ្ញុំអស់តែ1500ខ្មែរទេបាទហ្នឹងហើយបន្ទាប់ហើយបងមើលត្រង់ចំណុចទី4នេះគេដាក់ bill payment មានគោលបំណងហ្នឹងហើយអានេះយើងចង់ដាក់ក៏បានមិនដាក់ក៏បានដែរតែយើងទេបាទហ្នឹងបន្ទាប់ពីយើងបានបំពេញទី1ទី2ទី3មកឲ្យអស់ហើយហ្នឹងហើយអញ្ចឹងបងមើលត្រង់នេះគេដាក់ពាក្យថាទូទាត់ណាចូលបងចុចពាក្យទូទាត់ហ្នឹងទៅបាទបន្ទាប់ពីបងប្អូនចុចពាក្យទូទាត់ហើយបងប្អូនចុចបញ្ជាក់ណាបងចុចពាក្យថាបញ្ជាក់ទៀតទៅបន្ទាប់ពីចុចពាក្យបញ្ជាក់ហើយគេឲ្យយើងវាយលេខកូដ6ខ្ទង់ទៀតហ្នឹងហើយបងប្អូនលេខកូដ6ខ្ទង់មកយើងទៅខបងប្អូនណាសុំម្ដងទៀតអូខេហេបងអញ្ចឹងគេដាក់ថាជោគជ័យអញ្ចឹងមានន័យថាទឹកលុយដែលយើងបានបង់ហ្នឹងគឺវាបានជោគជ័យហើយអញ្ចឹងរួចរាល់យើងចុចពាក្យរួចរាល់មកបាទហ្នឹងហើយបាទហេបងប្អូនវាបានបង់ហើយហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះណាគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនតែពុកម៉ែបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅហើយបងប្អូនជួយដាក់សញ្ញាកណ្ដឹងផងបាទដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតនៅពេលដែលខ្ញុំអាប់ឡូតវីដេអូអញ្ចឹងបងប្អូនណាហ្នឹងហើយសូមអរគុណសូមជម្រាបលា